ទស្សនៈនៃការយកជាទីពឹងនៅក្នុងព្រហ្មញ្ញសាសនាទោះបីជាមិនមានការសូត្រថ្វាយខ្លួនសារណង្គកច្ឆាមិដោយពុទ្ធសាសនាក៏ដោយប៉ុន្តែអ្នកមានជំនឿលើព្រហ្មញ្ញសាសនាតែងតែជ្រើសរើសយកអាទិទេពណាមួយក្នុងចំណោមអាទិទេពទាំង3នេះឬរូបកាយបែងភាគរបស់ពួកទ្រង់ឬក៏ហៅថាជាអវតារធ្វើជាទីពឹងផ្នែកខាងផ្លូវចិត្តយ៉ាងមុតមាំពួកព្រហ្មនិកាយយកព្រះព្រហ្មជាទីពឹងកំពូលពួកសេវនិកាយយកព្រះសេវៈជាទីពឹងកំពូលហើយពួកវិស្ណុនិកាយក៏យកព្រះវិស្ណុឬព្រះរាមព្រះក្រឹស្នាជាទីពឹងកំពូលដែរសង្ខេបន័យបើនៅក្នុងព្រះពុទ្ធសាសនាមានត្រៃសារណៈព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងហើយនៅក្នុងព្រហ្មញ្ញសាសនាមានត្រីម៉ូតព្រះព្រហ្មព្រះវិស្ណុព្រះសេវៈជាមង្គលជំនឿនិងជាទីសក្ការៈកំពូលជំនួសវិញតើពួកព្រហ្មនិយមឬក៏ព្រហ្មនិកាយយកអ្វីជាគោលនិងជាទីពឹងចំពោះពួកព្រហ្មនិយមឬព្រហ្មញ្ញសាសនាក្នុងសម័យបុរាណមុននឹងវិវត្តទៅជាសាសនាហិណ្ឌូនាពេលបច្ចុប្បន្នពួកគេមានគោលការណ៍ជំនឿនិងទីពឹងផ្នែកខាងផ្លូវចិត្តខុសប្លែកពីព្រះពុទ្ធសាសនាបន្តិចប្រសិនបើព្រះពុទ្ធសាសនាផ្ដោតលើត្រៃសារណៈពួកព្រហ្មនិយមវិញគឺយកព្រហ្មញ្ញគឺសេចក្តីបរិសុទ្ធនៃពិធីកម្មនិងគម្ពីរវេទជាគោលនិងជាទីពឹងកំពូលដោយចែកចេញជា3ផ្នែកធំៗដូចតទៅនេះ1ព្រហ្មញ្ញឬទីរំពឹងនិងចំណុចដៅកំពូលនៅក្នុងទស្សនវិជ្ជាព្រហ្មនិយមព្រហ្មញ្ញមិនមែនព្រះព្រហ្មដែលមានមុខ4នោះទេវាគឺជាធម្មពលសកលជាការពិតកំពូលឬជាព្រលឹងចក្រវាលដែលគ្មានរូបរាងគ្មានទីចាប់ផ្ដើមនិងគ្មានទីបញ្ចប់គេជឿថាអ្វីៗគ្រប់យ៉ាងក្នុងលោករួមទាំងអាទិទេពនិងមនុស្សសត្វសុទ្ធតែបង្កើតឡើងនិងជាផ្នែកមួយនៃព្រហ្មញ្ញនេះឯងទីពឹងនិងគោលដៅចុងក្រោយរបស់ពួកព្រហ្មនិយមគឺការធ្វើឲ្យព្រលឹងបុគ្គលខ្លួនឯងអាត្មានស្អាតបរិសុទ្ធរហូតអាចទៅរលាយចូលជារូបតែមួយជាមួយព្រហ្មញ្ញវិញដែលគេហៅថាមោក្សៈឬការរួចផុតពីការចាប់ជាតិជាថ្មី2គម្ពីរវេទឬជាគោលការណ៍និងច្បាប់ជីវិតពួកព្រហ្មនិយមយកគម្ពីរវេទទាំង4មានឫគវេទយជុរវេទសាមវេទនិងអដ្ឋរវេទជាគោលការណ៍ដឹកនាំជីវិតដ៏វិសុទ្ធបំផុតពួកគេចាត់ទុកគម្ពីរវេទជាស្រុតមានន័យថាជាបន្ទូលឬជាសំឡេងដែលឮចេញពីអាទិទេពដោយផ្ទាល់មកកាន់ពួកឥសីរាល់ច្បាប់សង្គមការបែងចែកវណ្ណៈព្រាហ្មណៈក្សត្រៈវេស្យៈសូត្រៈនិងការរស់នៅប្រចាំថ្ងៃត្រូវតែផ្អែកលើគម្ពីរនេះជាដាច់ខាត3ពិធីកម្មនិងយញ្ញបូជាឬឧបករណ៍សម្រាប់ពឹងពាក់នៅក្នុងសម័យព្រហ្មនិយមគេពឹងជាក់ស្ដែងដើម្បីសុំសេចក្តីសុខជោគជ័យឬអំណាចគឺការធ្វើយញ្ញបូជាការបូជាភ្លើងឬសម្រាប់សត្វបូជាជើងក្អែកទៅកាន់អាទិទេពធម្មជាតិធំៗដូចជាព្រះឥន្ទដែលជាស្ដេចទេវតាព្រះអគ្គីដែលជាទេវតាភ្លើងនិងព្រះវរុណទេវតាទឹកជាដើមគេជឿថាពិធីកម្មដែលរៀបចំឡើងដោយពួកបូជាចារ្យវណ្ណៈព្រាហ្មណ៍យ៉ាងត្រឹមត្រូវតាមក្បួនខ្នាតមានអំណាចអាចបង្គាប់ឬជំរុញឲ្យអាទិទេពប្រទានពរតាមការចង់បានសរុបសេចក្តីមកពួកព្រហ្មនិយមយកព្រហ្មញ្ញឬព្រលឹងសកលជាទីពឹងកំពូលខាងផ្លូវធម៌យកគម្ពីរវេទជាគោលការណ៍ច្បាប់ក្នុងការរស់នៅនិងយកពិធីកម្មយញ្ញបូជាតាមរយៈវណ្ណៈព្រាហ្មណ៍ជាទីពឹងផ្អែកដើម្បីសម្រេចបំណងក្នុងជីវិតរស់នៅ